ពិតជាទុកជន់លើទុកមែនកូនប្រុសជីវរៈកងទ័ពបានពលីនៅលើសមរភូមិរីឯម្ដាយជរាត្រូវអ្នកមកការសំណងបោកប្រាស់ជោគលុយកិច្ចវេះមិនមានទំនួលខុសត្រូវស្ត្រីវ័យចំណាស់ម្នាក់ដែលត្រូវជាម្ដាយបង្កើតរបស់វរៈកងទ័ពជួរមុខលោកស៊ុនរ៉ុនដែលត្រូវបានពលីជីវិតក្នុងសមរភូមិតំបន់មុំបីស្រុកចំខ្សានខេត្តព្រះវិហារកាលពីថ្ងៃទី28ខែឧសភាឆ្នាំ2025បានអះអាងប្រាប់បណ្ដាញសារព័ត៌មានឲ្យដឹងថាត្រូវបានជាងមកការសំណងបានបោកប្រាស់យកប្រាក់ជាង$20000រួចកិច្ចវេះមិនទទួលខុសត្រូវសូមបញ្ជាក់ថាលោកស៊ុនរ៉ុនបានចូលបម្រើក្នុងជួរកងទ័ពតាំងពីវ័យក្មេងនិងបានបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតំបន់ជួរមុខលោកបានពលីជីវិតគណៈកំពុងបំពេញបេសកកម្មការពារទឹកដីនិងសន្តិសុខជូនប្រជាពលរដ្ឋពីការឈ្លានពានរបស់ប្រទេសថៃបន្ទាប់ពីការពលីរបស់លោកក្រុមគ្រួសារទទួលបានថវិកាពីជំនួយថ្នាក់ដឹកនាំអង្គភាពកងទ័ពសប្បុរសជននិងបងប្អូនរួមអាវុធមួយចំនួនម្ដាយរបស់លោកបានសម្រេចយកថវិកាទាំងនោះទៅសាងសង់ផ្ទះសម្រាប់រស់នៅក្នុងវ័យជរានិងទុកមួយផ្នែកសម្រាប់ធ្វើបុណ្យឧទ្ទិសកុសលជូនកូនប្រុសដែលបានពលីតាមការអះអាងរបស់ក្រុមគ្រួសារពួកគាត់បានជួលបុគ្គលឈ្មោះសៀងវាសនាមានស្រុកកំណើតនៅខេត្តស្វាយរៀងឲ្យសាងសង់ផ្ទះក្នុងតម្លៃ$23000ដោយសន្យាបញ្ចប់ការសាងសង់ក្នុងរយៈពេល4ខែប៉ុន្តែគិតត្រឹមថ្ងៃទី12ខែឧសភាឆ្នាំ2026ផ្ទះនៅមិនទាន់រួចរាល់គណៈក្រុមគ្រួសារបានបាត់បង់ប្រាក់អស់ចំនួន$2700រួចទៅហើយក្រុមគ្រួសារបានអះអាងថាជាងមកការសំណងរូបនេះបានកិច្ចវេះមិនទទួលខុសត្រូវនិងមិនមានការឆ្លើយតបណាមួយទៅដល់ម្ចាស់ផ្ទះនោះឡើយពាក់ព័ន្ធនឹងការចោទប្រកាន់នេះលោកសៀងវាសនាបានឆ្លើយបំភ្លឺថាលោកអស់លទ្ធភាពបន្តការសាងសង់ហើយស្នើឲ្យម្ចាស់ផ្ទះរកជាងថ្មីធ្វើបន្តដោយលោកបានបញ្ចប់មុខរបរនេះហើយជាមួយគ្នានេះក្រុមគ្រួសារជនរងគ្រោះបានស្នើសុំឲ្យអាជ្ញាធរនិងថ្នាក់ពាក់ព័ន្ធជួយរកយុត្តិធម៌និងអំពាវនាវឲ្យលោកសៀងវាសនាចេញមុខដោះស្រាយដោយប្រគល់ប្រាក់ចំនួន$7100មកវិញដើម្បីបញ្ចប់បញ្ហាដោយសន្តិវិធីក្រុមគ្រួសារបានបញ្ជាក់ថាពួកគាត់មិនមានបំណងប្តឹងឲ្យជាប់ពន្ធនាគារនោះទេប៉ុន្តែគ្រាន់តែចង់បានដំណោះស្រាយសមរម្យតែប៉ុណ្ណោះពីខ្ញុំបាទរមសវីសារព័ត៌មាន Friday Daily News